រឿងទុនសាយជាប់គូតនឹងគល់ត្រាចថ្ងៃមួយទុនសាយស្វែងរកចំណីអាហារបានប្រទះគល់ត្រាចមួយដែលគេទើបនឹងកាប់ថ្មីមានជ័រកកស្អិតតតាត់ទុនសាយលោតផ្លោតអង្គុយពីលើជ័រជាប់គូតនឹងជើងរើពុំរួចនៅនឹងថ្កល់លើគល់ត្រាចនោះជួនជាពេលនោះមានកូនដំរីមួយវាដើរទៅរកទឹកផឹកនៅក្នុងត្រពាំងក្បែរគល់ត្រាចនោះដែលជាកន្លែងរបស់វាធ្លាប់ផឹករៀងរាល់ថ្ងៃទុនសាយមានប្រាជ្ញាក៏និយាយបន្លាចថាណែអាកូនដំរីកុំមកផឹកទឹករបស់អញទឹកនេះព្រះឥន្ទលោកឲ្យអញមកចាំយាមទេឯកូនដំរីខ្លាចមិនហ៊ានផឹកទឹកក៏ត្រឡប់ទៅប្រាប់មេវាថាម៉ែអើយខ្ញុំទៅផឹកទឹកត្រពាំងនោះស្រាប់តែឃើញសត្វអ្វីមួយអង្គុយលើគល់ឈើវាដេញខ្ញុំមិនឲ្យផឹកទឹកអូវាថាវាជាអ្នកបម្រើរបស់ព្រះឥន្ទខ្ញុំស្រែកទឹកណាស់ម៉ែមេដំរីឮកូនប្រាប់ដូច្នេះនឹកខឹងក៏នាំកូនត្រឡប់មកត្រពាំងទឹកវិញឃើញទុនសាយអង្គុយលើគល់ឈើក៏ស្រែកគំរាមឡើងថាជើអាសត្វទុនសាយច្រមុះចិត្តអាក្រក់មកពីណាអង្គុយច្រងក់លើគល់ឈើនោះឯងមានអំណាចអ្វីមកហាមប្រាមមិនឲ្យកូនអញចុះផឹកទឹកនេះអញជន់អាឯងខ្ទេចក្បាលឥឡូវទុនសាយឆ្លើយឡើងថាយើបីស្បោងធំហងឯងហ៊ានមកស្ដីឲ្យអញទឹកត្រពាំងនេះព្រះឥន្ទលោកប្រើអញឲ្យមកចាំយាមបានជាអញហ៊ានហាមដំរីខឹងទុនសាយជេរដូច្នេះក៏ស្ទុះផ្លែតទៅបួងខ្លួនទុនសាយជាប់ភើចចេញពីគល់ត្រាចប្រាថ្នានឹងបោកសម្លាប់ទុនសាយភ័យណាស់ក៏ស្រែកថាបើហងឯងបោកអញសម្លាប់កុំបោកទៅក្រោមអញមិនស្លាប់ទេក្រវែងទៅលើវិញទើបអញស្លាប់ដំរីខ្វះប្រាជ្ញាឮទុនសាយថាដូច្នេះក៏ក្រវែងទុនសាយទៅលើឯទុនសាយកាលបានធ្លាក់មកដល់ដីក៏បោលចូលព្រៃបាត់ទៅ